អរគុណការឈឺចាប់អរគុណការឈឺចាប់ដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងមានពេលមួយខ្ញុំធ្លាប់ស្អប់ការឈឺចាប់ខ្ញុំធ្លាប់ស្អប់ការបែកបាក់ខ្ញុំធ្លាប់ស្អប់មនុស្សដែលធ្វើឲ្យខ្ញុំយំខ្ញុំធ្លាប់សួរខ្លួនឯងម្ដងហើយម្ដងទៀតថាហេតុអ្វីរឿងនេះត្រូវកើតឡើងលើខ្ញុំហេតុអ្វីខ្ញុំត្រូវជួបការខកចិត្តបែបនេះហេតុអ្វីខ្ញុំត្រូវស្រឡាញ់មនុស្សដែលមិនអាចនៅជាមួយខ្ញុំនៅពេលនោះខ្ញុំគិតថាការឈឺចាប់គឺជាសត្រូវខ្ញុំគិតថាការបាត់បង់គឺជាការដាក់ទណ្ឌកម្មខ្ញុំគិតថាការបែកបាក់គឺជាការបរាជ័យប៉ុន្តែថ្ងៃនេះក្រោយពីពេលវេលាបានកន្លងផុតទៅក្រោយពីទឹកភ្នែកជាច្រើនដំណក់បានស្ងួតអស់ក្រោយពីរបួសនៅក្នុងបេះដូងបានចាប់ផ្ដើមជាសះស្បើយទើបខ្ញុំយល់ថារឿងដែលខ្ញុំធ្លាប់ស្អប់បំផុតគឺជារឿងដែលបានផ្លាស់ប្ដូរជីវិតខ្ញុំច្រើនបំផុតនៅពេលខ្លះមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់បំផុតក៏ជាមនុស្សដែលបង្រៀនអ្នកច្រើនបំផុតដែរនៅពេលខ្លះការបាត់បង់ដែលអ្នកមិនអាចទទួលយកបានគឺជារឿងដែលជួយសង្គ្រោះអ្នកពីអ្វីដែលមិនសមនឹងអ្នកហើយនៅពេលខ្លះទៀតការបែកបាក់ដែលធ្វើឲ្យអ្នកយំអស់ជាច្រើនខែគឺជារឿងដែលធ្វើឲ្យអ្នកស្គាល់តម្លៃខ្លួនឯងជាលើកដំបូងនោះហើយគឺជាមូលហេតុដែលថ្ងៃនេះខ្ញុំអាចនិយាយពាក្យមួយដែលខ្ញុំមិនធ្លាប់គិតថានឹងអាចនិយាយបាននោះគឺអរគុណការឈឺចាប់អរគុណការឈឺចាប់ដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងការឈឺចាប់បង្ហាញពីអ្វីដែលខ្ញុំធ្លាប់ឃើញនៅពេលខ្លះយើងរស់នៅដោយមិនស្គាល់ពីខ្លួនឯងយើងគិតថាយើងដឹងថាខ្លួនជានរណាប៉ុន្តែការពិតយើងដឹងតែថាយើងជានរណានៅពេលដែលអ្វីដំណើរការល្អយើងមិនដឹងថាយើងជានរណានៅពេលដែលបេះដូងបែកបាក់យើងមិនដឹងថាយើងជានរណានៅពេលដែលអ្វីរលំដួលយើងមិនដឹងថាយើងខ្លាំងប៉ុណ្ណារហូតដល់ថ្ងៃដែលយើងគ្មានជម្រើសអ្វីក្រៅពីត្រូវរឹងមាំហើយការឈឺចាប់បានបង្ហាញខ្ញុំថាខ្ញុំខ្លាំងជាងអ្វីដែលខ្ញុំគិតការឈឺចាប់បានបង្ហាញខ្ញុំថាខ្ញុំអាចរស់នៅបានទោះបីជាគ្មានមនុស្សដែលខ្ញុំធ្លាប់គិតថាមិនអាចរស់នៅដោយគ្មានគេក៏ដោយការឈឺចាប់បានបង្ហាញខ្ញុំថាតម្លៃរបស់ខ្ញុំមិនអាស្រ័យទៅលើអ្នកណាម្នាក់នោះទេខ្ញុំបានបាត់បង់គេប៉ុន្តែខ្ញុំបានរកឃើញខ្លួនឯងមានការពិតមួយដែលចម្លែកណាស់នៅពេលខ្លះអ្នកបាត់បង់មនុស្សម្នាក់ប៉ុន្តែអ្នកបែរជារកឃើញខ្លួនឯងអ្នកបាត់បង់ទំនាក់ទំនងមួយប៉ុន្តែអ្នករកឃើញសេរីភាពអ្នកបាត់បង់ការចងចាំមួយប៉ុន្តែអ្នករកឃើញសន្តិភាពមុនពេលដែលការបែកបាក់ខ្ញុំចំណាយពេលជាច្រើនគិតអំពីអ្នកដទៃខ្ញុំចំណាយពេលជាច្រើនព្យាយាមធ្វើឲ្យអ្នកដទៃសប្បាយចិត្តខ្ញុំចំណាយពេលជាច្រើនព្យាយាមក្លាយទៅជាមនុស្សដែលគេចង់បានប៉ុន្តែក្រោយពីការបាត់បង់ខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាចុះខ្ញុំវិញតើខ្ញុំចង់បានអ្វីតើអ្វីដែលខ្ញុំធ្វើខ្ញុំសប្បាយចិត្តទេនោះគឺជាលើកដំបូងដែលខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងពិតប្រាកដអ្វីដែលខ្ញុំទទួលបានវាមានតម្លៃជាងអ្វីដែលខ្ញុំបានបាត់បង់មនុស្សជាច្រើនមើលការបែកបាក់ជាការបាត់បង់ប៉ុន្តែនៅពេលវេលាបានបង្រៀនខ្ញុំថាមិនមែនគ្រប់យ៉ាងគ្រប់ការបាត់បង់សុទ្ធតែជាការខាតបង់នោះទេនៅពេលខ្លះអ្នកបាត់បង់មនុស្សម្នាក់ប៉ុន្តែអ្នកទទួលបានមេរៀនមួយសម្រាប់ជីវិតអ្នកបាត់បង់ទំនាក់ទំនងមួយប៉ុន្តែអ្នកទទួលបានប្រាជ្ញាដែលមិនអាចទិញបានដោយលុយអ្នកបាត់បង់ស្នេហាមួយប៉ុន្តែអ្នកទទួលបានការគោរពខ្លួនឯងហើយនៅថ្ងៃមួយអ្នកនឹងសម្លឹងមើលទៅក្រោយអ្នកនឹងដឹងថារឿងដែលអ្នកធ្លាប់គិតបំផ្លាញជីវិតអ្នកពិតជាបានសាងសង់មនុស្សថ្មីម្នាក់នៅក្នុងខ្លួនអ្នកការឈឺចាប់មិនមែនមកបំផ្លាញអ្នកទេមានពេលមួយខ្ញុំធ្លាប់គិតថាការឈឺចាប់គឺជារឿងអាក្រក់បំផុតដែលអាចកើតឡើងនៅក្នុងជីវិតខ្ញុំធ្លាប់គិតថាបើខ្ញុំមិនធ្លាប់ជួបរឿងនេះទេប្រហែលជាជីវិតខ្ញុំសប្បាយជាងនេះបើខ្ញុំមិនធ្លាប់ជួបមនុស្សម្នាក់នោះទេប្រហែលជាខ្ញុំមិនត្រូវយំច្រើនបែបនេះទេបើខ្ញុំមិនធ្លាប់ស្រឡាញ់គេខ្លាំងបែបនេះទេប្រហែលជាខ្ញុំមិនត្រូវឈឺចាប់បែបនេះទេប៉ុន្តែពេលវេលាបានបង្រៀនរឿងមួយឲ្យខ្ញុំការឈឺចាប់មិនតែងតែមកបំផ្លាញយើងទេនៅពេលខ្លះវាមកដើម្បីដាស់យើង
ដាស់យើងឲ្យភ្ញាក់ពីរឿងដែលយើងមិនធ្លាប់ឃើញដាស់យើងឲ្យឈប់រស់នៅក្នុងការបោកបញ្ឆោតខ្លួនឯងដាស់យើងឲ្យឈប់ប្រឹងរក្សាអ្វីដែលមិនចង់នៅមុនពេលដែលខ្ញុំឈឺចាប់ខ្ញុំតែងតែគិតថាការស្រឡាញ់នរណាម្នាក់ខ្លាំងៗគឺជារឿងល្អបំផុតប៉ុន្តែក្រោយពីការឈឺចាប់ទើបខ្ញុំយល់ថាការស្រឡាញ់ខ្លួនឯងក៏សំខាន់ដូចគ្នាដូច្នេះមុនពេលដែលខ្ញុំឈឺចាប់ខ្ញុំគិតថាការលះបង់គ្រប់យ៉ាងដើម្បីនរណាម្នាក់គឺជាភស្តុតាងនៃស្នេហាប៉ុន្តែក្រោយពីការឈឺចាប់ទើបខ្ញុំយល់ថាការបាត់បង់ខ្លួនឯងដើម្បីរក្សាអ្នកដទៃនោះមិនមែនជាស្នេហានោះទេវាគឺជាការធ្វើឲ្យខ្លួនឯងឈឺចាប់មុនពេលដែលខ្ញុំឈឺចាប់ខ្ញុំគិតថាបើមនុស្សម្នាក់ចាកចេញពីជីវិតខ្ញុំនោះជីវិតខ្ញុំនឹងបញ្ចប់ប៉ុន្តែនៅថ្ងៃនេះទើបខ្ញុំដឹងថាមនុស្សអាចចាកចេញបានការចងចាំអាចរសាត់បាត់ទៅបានទំនាក់ទំនងអាចបញ្ចប់ទៅបានប៉ុន្តែជីវិតរបស់ខ្ញុំនៅតែបន្តហើយក៏ប្រហែលជារឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺមនុស្សដែលខ្ញុំធ្លាប់គិតថាបានបំផ្លាញខ្ញុំពិតជាបានបង្រៀនខ្ញុំច្រើនជាងអ្នកដែលធ្វើឲ្យខ្ញុំសប្បាយចិត្តទៅទៀតពីព្រោះមនុស្សដែលធ្វើឲ្យយើងសប្បាយចិត្តផ្ដល់ការចងចាំប៉ុន្តែមនុស្សដែលធ្វើឲ្យយើងឈឺចាប់ផ្ដល់មេរៀនហើយជួនកាលមេរៀនមួយអាចមានតម្លៃជាងការចងចាំរាប់រយនៅថ្ងៃនេះខ្ញុំមិនមែនអរគុណមនុស្សដែលធ្វើឲ្យខ្ញុំឈឺចាប់ទេខ្ញុំអរគុណមេរៀនដែលការឈឺចាប់បានផ្ដល់មកឲ្យខ្ញុំអរគុណភាពរឹងមាំដែលខ្ញុំមិនធ្លាប់ដឹងថាខ្លួនឯងមានខ្ញុំអរគុណប្រាជ្ញាដែលខ្ញុំមិនធ្លាប់មានពីមុនហើយខ្ញុំក៏អរគុណការពិតមួយដែលការឈឺចាប់បានបង្រៀនខ្ញុំថាមនុស្សសំខាន់បំផុតដែលខ្ញុំមិនគួរបាត់បង់នៅក្នុងជីវិតនេះគឺខ្លួនខ្ញុំផ្ទាល់ហើយក៏ប្រហែលជានេះហើយជារឿងដែលធ្វើឲ្យខ្ញុំអាចនិយាយពាក្យមួយដែលខ្ញុំមិនធ្លាប់គិតថានឹងអាចនិយាយបានពាក្យដែលធ្លាប់ស្ដាប់ទៅមិនសមហេតុផលពាក្យដែលធ្លាប់ស្ដាប់ទៅចម្លែកប៉ុន្តែថ្ងៃនេះខ្ញុំយល់ពីអត្ថន័យរបស់វាហើយអរគុណការឈឺចាប់ពីព្រោះបើគ្មានការឈឺចាប់មួយនេះទេប្រហែលជាខ្ញុំមិនដែលស្គាល់តម្លៃខ្លួនឯងទេមានពេលខ្លះខ្ញុំអង្គុយស្ងៀមម្នាក់ឯងហើយសួរខ្លួនឯងថាចុះបើថ្ងៃនោះមិនបានជួបគេវិញចុះបើថ្ងៃនោះមិនបានស្រឡាញ់គេវិញចុះបើថ្ងៃនោះមិនបានឆ្លងកាត់ការឈឺចាប់ទាំងអស់នេះវិញក៏ប្រហែលជាខ្ញុំមិនយំច្រើនបែបនេះទេប្រហែលជាខ្ញុំនឹងមិនខូចចិត្តបែបនេះទេប្រហែលជាខ្ញុំនឹងមិនត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីព្យាបាលបេះដូងខ្លួនឯងទេប៉ុន្តែបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមគិតមួយបែបផ្សេងទៀតចុះបើរឿងទាំងអស់នោះមិនបានកើតឡើងវិញតើខ្ញុំនឹងក្លាយទៅជាមនុស្សដូចសពថ្ងៃនេះដែរទេប្រហែលជាមិនទេពីព្រោះមុនពេលការឈឺចាប់មកដល់ខ្ញុំធ្លាប់ដាក់តម្លៃខ្លួនឯងនៅក្នុងដៃអ្នកដទៃខ្ញុំធ្លាប់គិតថាបើគេស្រឡាញ់ខ្ញុំមានន័យថាខ្ញុំមានតម្លៃបើគេនៅជាមួយខ្ញុំមានន័យថាខ្ញុំសំខាន់បើគេជ្រើសរើសយកខ្ញុំមានន័យថាខ្ញុំល្អគ្រប់គ្រាន់ប៉ុន្តែនៅថ្ងៃដែលគេចាកចេញអ្វីទាំងអស់ក៏ដួលរលំខ្ញុំចាប់ផ្ដើមសង្ស័យលើខ្លួនឯងខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំខ្វះអ្វីតើខ្ញុំមិនល្អគ្រប់គ្រាន់មែនទេតើខ្ញុំមិនសមនឹងទទួលបានស្នេហាល្អមែនទេនោះហើយគឺជាពេលដែលការឈឺចាប់បានចាប់ផ្ដើមបង្រៀនខ្ញុំវាបង្រៀនខ្ញុំថាតម្លៃរបស់ខ្ញុំមិនត្រូវវាស់ដោយមនុស្សម្នាក់ឡើយការសម្រេចចិត្តរបស់មនុស្សម្នាក់មិនអាចកំណត់ថាខ្ញុំជានរណាបានទេការដែលនរណាម្នាក់មិនជ្រើសរើសខ្ញុំមិនមែនមានន័យថាខ្ញុំគ្មានតម្លៃនោះទេនេះហើយគឺជាមេរៀនដ៏ធំបំផុតដែលខ្ញុំបានរៀនពីការឈឺចាប់ពីព្រោះមុននេះខ្ញុំតែងតែរត់តាមស្នេហាខ្ញុំតែងតែរត់តាមការទទួលស្គាល់ខ្ញុំតែងតែរត់តាមមនុស្សដែលខ្ញុំខ្លាចបាត់បង់ក៏ប៉ុន្តែការឈឺចាប់បានបង្ខំឲ្យខ្ញុំឈប់រត់តាមគេហើយចាប់ផ្ដើមត្រឡប់មករកខ្លួនឯងវិញហើយនៅពេលដែលខ្ញុំត្រឡប់មករកខ្លួនឯងទើបខ្ញុំមើលឃើញថាមនុស្សដែលខ្ញុំបានមើលរំលងយូរបំផុតនោះគឺខ្លួនខ្ញុំផ្ទាល់ខ្ញុំខ្វល់ពីអ្នកដទៃខ្លាំងពេករហូតដល់ភ្លេចខ្វល់ពីខ្លួនឯងខ្ញុំប្រឹងរក្សាអ្នកដទៃខ្លាំងពេករហូតដល់ភ្លេចរក្សាបេះដូងខ្លួនឯងខ្ញុំខ្លាចបាត់បង់គេខ្លាំងពេករហូតដល់ភ្លេចថាខ្ញុំកំពុងតែបាត់បង់ខ្លួនឯងហើយនោះហើយគឺជារឿងដែលការឈឺចាប់បានបើកភ្នែកខ្ញុំឲ្យឃើញ ថ្ងៃ
ថ្ងៃនេះខ្ញុំមិនអាចនិយាយថាខ្ញុំរីករាយដែលបានឈឺចាប់នោះទេពីព្រោះការឈឺចាប់គឺនៅតែជាការឈឺចាប់ការបាត់បង់ក៏នៅតែជាការបាត់បង់ការបែកបាក់ក៏នៅតែជាការបែកបាក់ក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំអាចនិយាយបានថាខ្ញុំអរគុណចំពោះអ្វីដែលបានបង្រៀនខ្ញុំអរគុណចំពោះភាពរឹងមាំដែលខ្ញុំបានរកឃើញខ្ញុំអរគុណចំពោះប្រាជ្ញាដែលខ្ញុំមិនធ្លាប់មានហើយខ្ញុំអរគុណចំពោះថ្ងៃមួយដែលខ្ញុំបានរៀនស្រឡាញ់ខ្លួនឯងពីព្រោះបើគ្មានការឈឺចាប់មួយនោះទេប្រហែលជាខ្ញុំនៅតែដាក់សុភមង្គលរបស់ខ្ញុំនៅក្នុងដៃអ្នកដទៃប្រហែលជាខ្ញុំនៅតែរងចាំមនុស្សដែលមិនបានជ្រើសរើសយកខ្ញុំដដែលប្រហែលជាខ្ញុំនៅតែរស់នៅដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នាលើកលែងតែខ្លួនឯងហើយក៏ប្រហែលជាថ្ងៃនេះខ្ញុំនឹងមិនស្គាល់មនុស្សម្នាក់ដែលកំពុងតែអង្គុយនៅទីនេះទេមនុស្សម្នាក់ដែលរឹងមាំជាងមុនចាស់ទុំជាងមុនហើយស្រឡាញ់ខ្លួនឯងជាងមុនដូច្នេះបើថ្ងៃនេះអ្នកកំពុងតែឈឺចាំបើថ្ងៃនេះអ្នកកំពុងតែខូចចិត្តបើថ្ងៃនេះអ្នកមានអារម្មណ៍ថាជីវិតមិនយុត្តិធម៌សូមកុំប្រញាប់ស្អប់ការឈឺចាប់មួយនេះអីវាប្រហែលជានៅថ្ងៃណាមួយអ្នកនឹងសម្លឹងមើលទៅក្រោយអ្នកនឹងនិយាយពាក្យដូចគ្នានេះថាអរគុណការឈឺចាប់ពីព្រោះបើគ្មានវាខ្ញុំប្រហែលជាមិនស្គាល់ខ្លួនឯងទេហើយក៏ប្រហែលជានេះហើយជាការពិតដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងជីវិតមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់បំផុតមិនបានផ្ដល់អំណោយឲ្យអ្នកជាស្នេហាទេប៉ុន្តែពួកគេបានផ្ដល់អំណោយមួយដែលមានតម្លៃជាងនោះទៅទៀតនោះគឺការស្គាល់ពីតម្លៃខ្លួនឯងហើយក៏ប្រហែលជានៅពេលនេះអ្នកចាប់ផ្ដើមយល់ហើយថាមិនមែនគ្រប់ការឈឺចាប់សិតតែមកបំផ្លាញយើងទេមិនមែនគ្រប់ការបាត់បង់សិតតែយកអ្វីៗទាំងអស់ចេញពីយើងទៅនោះទេហើយក៏មិនមែនគ្រប់មនុស្សដែលចាកចេញពីជីវិតយើងសិតតែទុកឲ្យយើងនៅទទេនោះដែរនៅពេលខ្លះពួកគេបានទុកមេរៀនមួយមេរៀនដែលយើងមិនចង់រៀនមេរៀនដែលយើងត្រូវបង់ថ្លៃដោយទឹកភ្នែកមេរៀនដែលយើងត្រូវបង់ថ្លៃដោយការខូចចិត្តក៏ប៉ុន្តែជាមេរៀនដែលផ្លាស់ប្ដូរយើងជារៀងរហូតនៅពេលដែលមើលទៅក្រោយអ្នកប្រហែលជាមិននឹកឃើញតែការឈឺចាប់ទេអ្នកនឹងនឹកឃើញថារឿងរ៉ាវមួយនោះបានធ្វើឲ្យអ្នករឹងមាំជាងមុនអ្នកនឹងនឹកឃើញថាមនុស្សម្នាក់នោះបានបង្រៀនអ្នកឲ្យស្គាល់តម្លៃខ្លួនឯងអ្នកនឹងនឹកឃើញថាថ្ងៃដែលអ្នកគិតថាជីវិតកំពុងដួលរលំពិតជាថ្ងៃដែលជីវិតកំពុងតែសាងសង់អ្នកឡើងវិញនេះហើយគឺជារឿងដែលមនុស្សភាគច្រើនទើបយល់នៅពេលក្រោយនោះគឺនៅពេលខ្លះព្រះជាម្ចាស់ឬក៏ជីវិតមិនបានដកមនុស្សម្នាក់ចេញពីជីវិតអ្នកដើម្បីដាក់ទណ្ឌកម្មអ្នកទេជីវិតកំពុងតែដកមនុស្សម្នាក់នោះចេញដើម្បីបង្រៀនអ្នកឲ្យរកឃើញខ្លួនឯងដើម្បីបង្រៀនអ្នកថាសុភមង្គលរបស់អ្នកមិនគួរពឹងផ្អែកទៅលើវត្តមានរបស់នរណាម្នាក់ឡើយតម្លៃរបស់អ្នកមិនគួរអាស្រ័យទៅលើការជ្រើសរើសរបស់នរណាម្នាក់ឡើយហើយការស្រឡាញ់ខ្លួនឯងមិនមែនជារឿងអាត្មានិយមទេវាគឺជារឿងចាំបាច់នៅថ្ងៃនេះប្រសិនបើអ្នកនៅតែមានរបួសនៅក្នុងបេះដូងសូមកុំប្រញាប់ជាសះស្បើយសូមកុំប្រៀបធៀបដំណើររបស់អ្នកជាមួយអ្នកដទៃសូមអនុញ្ញាតឲ្យខ្លួនឯងមានពេលវេលាដើម្បីយំមានពេលវេលាដើម្បីឈឺចាប់មានពេលវេលាដើម្បីរៀនសូត្រមានពេលវេលាដើម្បីរីកចម្រើនពីព្រោះការព្យាបាលមិនមែនកើតឡើងក្នុងពេលមួយយប់ទេប៉ុន្តែរាល់ថ្ងៃដែលអ្នកមិនបោះបង់ខ្លួនឯងគឺជាថ្ងៃដែលអ្នកកំពុងតែជាសះស្បើយបន្តិចម្ដងហើយនៅថ្ងៃណាមួយអ្នកនឹងសម្លឹងមើលទៅក្រោយអ្នកនឹងឃើញទឹកភ្នែកទាំងអស់អ្នកនឹងនឹកឃើញយប់ដែលអ្នកធ្លាប់គេងមិនលក់អ្នកនឹងនឹកឃើញនៅថ្ងៃដែលអ្នកគិតថាអ្នកមិនអាចឆ្លងកាត់វាបានទេហើយអ្នកនឹងញញឹមពីព្រោះតែអ្នកបានឆ្លងកាត់វារួចហើយអ្នកនឹងយល់ថាការឈឺចាប់មួយនោះមិនបានបំផ្លាញអ្នកទេប៉ុន្តែវាបង្កើតអ្នកជាថ្មីវាបានធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលជាអ្នកនៅថ្ងៃនេះមនុស្សដែលរឹងមាំជាងមុនមនុស្សដែលចាស់ទុំជាងមុនមនុស្សដែលស្គាល់តម្លៃខ្លួនឯងជាងមុននោះហើយគឺជាមូលហេតុដែលថ្ងៃណាមួយអ្នកអាចនិយាយដោយស្នាមញញឹមថាអរគុណការឈឺចាប់អរគុណមេរៀនដ៏ឈឺចាប់មួយនេះពីព្រោះបើគ្មានអ្នក
ខ្ញុំប្រហែលជាមិនស្គាល់ខ្លួនឯងពិតប្រាកដនោះទេខ្ញុំសូមអរគុណចំពោះលោកអ្នកដែលបានចំណាយពេលស្ដាប់រហូតដល់ចប់ប្រសិនបើពាក្យសម្ដីណាមួយនៅក្នុងវីដេអូមួយនេះបានចាក់ដល់បេះដូងរបស់អ្នកសូមអ្នកចងចាំថាអ្នកមិនមែនកំពុងតែដើរផ្លូវនេះតែម្នាក់ឯងទេមនុស្សជាច្រើនក៏ធ្លាប់ឈឺចាប់ដូចជាអ្នកធ្លាប់ខូចចិត្តដូចអ្នកធ្លាប់បាត់បង់ដូចអ្នកប៉ុន្តែពួកគេបានឆ្លងកាត់វាហើយអ្នកក៏នឹងឆ្លងកាត់វាទៅបានដូចគ្នាជួបគ្នានៅក្នុងវីដេអូបន្ទាប់ហើយមុននឹងទៅនាងខ្ញុំសូមទុកពាក្យមួយឃ្លានៅក្នុងបេះដូងរបស់អ្នកទៅពេលខ្លះរឿងដែលអ្នកធ្លាប់ស្អប់បំផុតអាចคล้ายទៅជារឿងដែលអ្នកអរគុណបំផុតនៅថ្ងៃណាមួយសូមអរគុណសូមជូនពរឲ្យអ្នករកឃើញសន្តិភាពនៅក្នុងបេះដូងរបស់ខ្លួន